เอาไปช่างกำเอาต่อจะมวยนังกาเปิดนั่งไอ้ยังเมียนเพลย์คือการรำลวดตกโดยการเลี้ยบ้องในตันหาหนังอ่างประกวดไว้เอาโลกนี้ជាការដាក់ចុះនៅភារៈធ្ងន់អំពីក្បាលកូននឹងបានធូរស្រាលក្នុងដំណើរជីវិតត្រូវប្រណិប័តធម៌ឲ្យជាទីពឹងសម្រាប់ខ្លួនឯងត្រូវតែមានសមត្ថភាពគឺស្មារតីមានសម្បជញ្ញៈជួយខ្លួនឯងទៅសម្រេចទៅបានកូនមេឪពុកចំណងជាធម្មជាតិដែលកើតឡើងតាមគ្រាហើយចំណងនឹងឯងដែលធ្វើឲ្យកូនកើតទុក្ខបើកូនចង់ច្រើនទៅកូនក៏មានទុក្ខច្រើនដែរបើកូនចង់តិចកូនក៏មានទុក្ខតិចបើកូនមិនចង់ទេក៏មិនមានសេចក្តីទុក្ខនឹងឯងប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវសេចក្តីចម្រើននឹងមានដល់កូនទៅវិញចង់ស្វែងរកការចេះដឹងមកដាក់ខ្លួនចង់កសាងខ្លួនឲ្យបានជាមនុស្សល្អគឺជាចំណងយ៉ាងត្រឹមត្រូវប៉ុន្តែឪសូមផ្ដាំកូនត្រូវមានចិត្តត្រជាក់ហើយគិតឲ្យបានល្អមានចិត្តត្រជាក់បានឆ្លាតនៅខិនក្រោតទៅល្ងងភាពងងឹតគ្របសង្កត់ចិត្តដោយការមួម៉ៅដោយកាហាយឬដោយលោភៈទោសៈហ្នឹងធ្វើឲ្យកូនងងគិតខុសធ្វើខុសនិយាយខុសការចេះដឹងនៅក្នុងហេតុផលគឺជាការយល់ដ៏ត្រឹមត្រូវធ្វើឲ្យចិត្តនឹងឯងព្រមជាមួយនឹងការពិតហើយត្រជាក់ក្នុងចិត្តនៅពេលដែលកូនយល់ព្រមឬក៏សន្យាជាមួយនឹងអាណាកូនត្រូវគិតឲ្យបានស្រួលបួលនេះជាចំណុចមួយទៀតក្នុងគុណធម៌សិលធម៌មេរយាទរបស់កូនកុំចេះតែសន្យាគឺកុំរសេមរសាមកូនត្រូវឲ្យច្បាស់លាស់នៅក្នុងការងារសុចរិតហើយត្រូវប្រព្រឹត្តតាមសន្យាកូនកុំជាមនុស្សលេះលោះឡើយពាក្យសន្យាទុកដូចជាចវាយនាយដែលបង្ខំឲ្យយើងត្រូវតែធ្វើតាមនឹងបានកូនជាមនុស្សល្អបើកូនធ្វើខុសកូនត្រូវចេះសូមអភ័យទោសរួចហើយកូនត្រូវប្រឹងប្រែងកុំឲ្យខុសដដែលទៀតពិតមែនហើយថាកំហុសទុកជាគ្រូប៉ុន្តែកុំឲ្យខុសដដែលកូនចូលចាំថាការអនុគ្រោះដល់ក្រៃលែងជាទីបំផុតគឺការឲ្យអភ័យរីឯការដែលទទួលអ្វីអំពីអ្នកដទៃជាការទទួលដែលសមគួរជាទីបំផុតសម្រាប់នោះយើងគឺការទទួលធម្មទានដើម្បីយកមកបដិបត្តិឲ្យសម្រេចនៅព្រះធម៌ដែលបានសម្ដែងថាធម្មោហវេរកតិធម្មចារិងធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌នឹងឯងកើតមកជាមនុស្សគឺកូនត្រូវចេះកសាងសមត្ថភាពដែលមនុស្សជាសត្វដ៏វិសេសដែលអាចកសាងបានសេចក្តីអត់ធន់ចំពោះការសិក្សារកការចេះដឹងប្រសើរជាងសេចក្តីអត់ធន់នៅក្នុងភាពតល់ក្រលំបាកងងខ្លៅក្នុងរឿងសពគ្រប់កូនរបស់ឪចូលអត់ធន់និងប្រឹងប្រែងតស៊ូនៅក្នុងការសិក្សារៀនសូត្រខំរៀនឲ្យបានចេះដឹងអ្វីផ្សេងនៅជុំវិញជីវិតហើយនាំយកការចេះដឹងហ្នឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទះនៅភាពក្រីក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចជួយអ្នកដទៃបានទៀតផង
ជារង្វាន់ដល់កូនត្រូវសប្បាយចិត្តនៅពេលដែលនឹករលឹកឃើញថាកូនមានសមត្ថភាពអាចជួយដល់អ្នកដទៃបានកូនមានឪពុកចំណេះចេះដឹងមានប្រយោជន៍ណាស់ត្រូវខំប្រឹងប្រែងស្វែងរកយកមកដាក់ខ្លួនវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងមានការចេះដឹងសពគ្រប់នោះមិនជាលំបាកពេកឡើយគឺគ្រាន់តែកូនអានសិភៅរាល់ថ្ងៃហើយនៅពេលដែលអាននោះកូនត្រូវមានចិត្តតាំងមាំផងសមាធិទទួលយកសេចក្តីនឹងចងចាំទុកការអានសិភៅជាអង្គប្រកបមួយខាងក្រៅហើយនៅមានអង្គប្រកបមួយទៀតជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតនៅក្នុងហេតុផលអង្គប្រកបទាំងពីរនេះគឺមួយខាងក្រៅបរតោខោសៈដែលល្អនិងមួយទៀតគឺយោនិសោមនសិកាពូកែគិតក្នុងហេតុផលហ្នឹងទាំងពីរហ្នឹងនាំឲ្យបាននៅសម្មាទិដ្ឋិនាំផ្លូវត្រូវដល់កូនមិនភ័យខ្លាចវង្វេងផ្លូវឬក៏ខុសផ្លូវទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសម្មាទិដ្ឋិពុរេជីវាំងសម្មាទិដ្ឋិលោកយៈវិបស្សនានាំផ្លូវចូលទៅដល់សេចក្តីសម្រេចនៅលោកកតរៈធัวហើយរួចផុតចាកទុក្ខចំណេះដឹងមានប្រយោជន៍ចឹងចូលកូនចាំទុកថាសេចក្តីទុក្ខនោះឯងវាខ្លាចស្នាមញញឹមណាស់កូនគ្រាន់តែញញឹមតែបន្តិចប៉ុណ្ណោះសេចក្តីទុក្ខក៏គេចខ្លួនបាត់ទៅផងដែរតើកូនដឹងទេថាសេចក្តីទុក្ខនោះវាចូលចិត្តអ្វីគឺសេចក្តីទុក្ខចូលចិត្តមនុស្សណាដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អផ្នែកល្អបំផុតក្នុងលោកគឺការពិតសេចក្តីពិតមានរសឆ្ងាញ់ប្រសើរលើអស់រសទាំងពួងកូនអប់រំបញ្ញាទទួលដឹងការពិតគឺកូននឹងចម្រើនទៅដោយបៃតេបាមកជាក្នុងចិត្តដែលការពិតមានគ្រប់ពេលវេលាមិនលំបាកទៅស្វែងរកពីទីណាឬក៏អ្នកដទៃណាទេដូច្នេះកូនក៏សម្បូរសេចក្តីសុខតាមរយៈដែលកូនបានក្រេបយករស់នៃសេចក្តីពិតអំពីជីវិតគ្រប់ពេលវេលាទាំងអស់ពេលវេលាមិនធ្លាប់នៅស្ងៀមឡើយណាកូនឪក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរប្រៀបដូចជានាឡិកាដែលអស់ថ្មវារមែងងាប់គឺឈប់ដើរអញ្ចឹងដូច្នេះកូនកុំស្លាប់ទាំងរស់ព្យាយាមគឺថានាំឲ្យបានរួចពីសេចក្តីទុក្ខពីរយេនទុក្ខមច្ចេតិពុទ្ធដីកាកូនមានឪពុកបើកូនរងចាំអ្វីមួយកូនត្រូវមានចិត្តតិចជាប្រកដីកូនត្រូវជាមនុស្សចេះអត់ធន់ជាគុណធម៌របស់មនុស្សរងចាំបានដោយមិនអន្ទះសាដូចចាំភ្លើងស្តុបអីចឹង1នាទីអីហ្នឹងគឺមិនអស់ពេលវេលាអីទៅណាទេយើងក៏អាចគិតល្អគិតឲ្យបានសុខក្នុងពេលរងចាំនឹងដែរពេលវេលាច្រើនទៀតណាស់ដែលយើងមិនបានគិតហើយបំផ្លាញពេលវេលានឹងទៅដោយគំនិតមិនល្អដោយកិច្ចការងារមិនល្អដូច្នេះត្រូវចេះរងចាំដើម្បីសុវត្ថិភាពនៃជីវិតយ៉ាងណាគឺដីអត់ធន់ត្រូវចេះរងចាំ
ដោយចិត្តតិចវៃមិនមែនចេះតែបានដោយចិត្តចង់ទេបើយើងមិនចេះរងចាំយើងត្រូវកើតទុក្ខមួយនឹងលោកនេះមិនមែនចេះតែមកផ្កប់ចិត្តយើងចង់បានអីបាននឹងភ្លាមចឹងទៅទេសិតតែមានហេតុផលត្រឹមត្រូវនៅក្នុងលោកនេះកូនត្រូវយល់អំពីអ្វីក្នុងលោកនេះផងកុំឃើញតែពីខ្លួនឯងចេះតែតាមចិត្តតាមចំណង់តាមកិលេសនោះត្រូវសិក្សាក្នុងលោកនេះឲ្យកើតបញ្ញាសូម្បីព្រះពុទ្ធអង្គក៏សិក្សាថ្នាក់បរិញ្ញាក្នុងលោកនេះដែរចឹងកូនត្រូវរៀនចំណេះវិជ្ជាក្នុងលោកនេះថ្នាក់បរិញ្ញាហ្នឹងដើម្បីសម្រាប់ចំណង់ក្នុងចិត្តរបស់កូននឹងបានរួចផុតចាកទុក្ខមិនមាននរណាក្នុងលោកនេះដែលមិនធ្លាប់រងចាំនោះទេព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងនៃការរងចាំហ្នឹងទៅត្រូវអានសៀវភៅក៏អានទៅអាចនឹងសរសេរអត្ថបទធัวអីចឹងទៅក៏បានកុំទំនេរនៅក្នុងកិច្ចការងារព្រោះថាពេលវេលាមិនសម្បូរសម្រាប់ដែលយើងនៅរស់ជាមនុស្សនេះទេចូលកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ដែលសូមបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងទេ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរ4ក្រោយពីស្លាប់សូមឲ្យបានទៅកម្មសុគតិភពប៉ុន្តែទាំង4យ៉ាងនេះកូនឪមិនត្រូវសូមពីណាឡើយគឺត្រូវធ្វើឲ្យបានសម្រេចដោយខ្លួនឯងដោយសទ្ធាដោយសិលដោយសត្តៈដោយចាគៈដោយបញ្ញាដែលគុណធម៌ទាំងអស់នេះនាំឲ្យកូនបានសម្រេចទាំងក្នុងលោកនេះទាំងទៅក្នុងបរលោកអ្វីក្នុងលោករមែងកើតពីហេតុកូនត្រូវយល់ហេតុផលចូលកូនចាំទុកថាគ្រប់យ៉ាងកើតអំពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងនៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាទាំងអស់ព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មនឹងឯងឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមាសឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពៀអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយសុខដតីក្រៅពីសេចក្តីសុខស្ងប់មិនមានឡើយកូនអ្នកឪពុកតើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបំរើកូនជានិច្ចតាំងតែពីកូនកើតមកម៉ែបំបៅដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញ័រអស់ខ្លួនប្រាណនៅពេលដែលកូនឈឺម្ដងហើយម៉ែជាគ្រូបង្រៀនឲ្យកូនបានចេះដឹងតាំងពីជុះនោមហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយជាដើមម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមកម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូន
ម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទទួលកូនទូលមានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃម៉ែព្យាយាមដាស់តឿនឲ្យកូនក្រោករាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរៀបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់បែបគ្រប់យ៉ាងម៉ែអាចមិនល្អខ្លះចំពោះអ្នកដទៃប៉ុន្តែល្អជានិច្ចចំពោះកូនម៉ែអាចសម្លាប់សត្វដើម្បីចិញ្ចឹមកូនម៉ែជាអាចារ្យម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះនិងម៉ែជាព្រំទាំងជាព្រះកូនក្រាបសំពះឈ្នះអស់សត្រូវកូនត្រូវធ្វើបន់ជូនម៉ែជូនឪទោះជានៅមានជីវិតរស់ក្តីឬក៏គាត់ចែកឋានទៅហើយក្តីកូនត្រូវនឹករលឹកឃើញក្តីល្អរបស់ម៉ែដែលពលីកម្មក្នុងជីវិតរបស់គាត់ដើម្បីកូនកូនត្រូវចាំទុកថាកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ម៉ត់ចត់ម៉ាត់ស្យាត់ព្យាយាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យទេណាកូនកាលណាកូនឃើញអ្នកដទៃមានទ្រព្យជាងយើងកូនកុំចំណែននឹងអ្នកដទៃនោះចូលកូនមើលអ្នកដទៃដែលក្រជាងយើងគឺច្រើនណាស់ហើយកូនចេះអាណិតដល់អ្នកដទៃដែលមានទុក្ខអាចជួយបានតាមសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កូនកុំបៀតបៀនអ្នកដទៃបើមិនបានជួយអ្វីដទៃទៅនោះជាមួយនឹងអ្នកដែលមានបានកូនគ្រាន់តែត្រេកអរមុទិតានឹកឃើញថាបុណ្យគេបានធ្វើមកចឹងទៅកូនមានសេចក្តីសុខហើយចាំបាច់បណ្ណាំងប្រជែងអីទៅឲ្យកើតទុក្ខឡើយកូនត្រូវរៀនរស់នៅឲ្យជាសុខក្នុងបច្ចុប្បន្ននឹងឯងឈរនៅស្ថិតនៅកន្លែងណាក៏ឲ្យបានសុខទៅគ្រប់គ្រាន់សម្រាប់កូនហើយមិនចាំបាច់ឈរនៅកន្លែងនៅឲ្យដូចជាអ្នកអតីខ្ពស់ផុតទៅណានៃនោះទេសំខាន់គឺចិត្តយើងងមួមបានសុខក្តីសុខវានៅក្នុងចិត្តយើងងមួមឯនេះទេពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងយើងកូនមេត្តាចឹងទៅកុំសម្លុតគំរាមកំហែងមើលងាយមើលថោកអ្នកក្រីក្រលំបាកនោះឡើយកូនត្រូវជួយអ្នកដទៃនឹងតាមដែលកូនអាចជួយបានទៅអ្នកដទៃក្រមែនប៉ុន្តែបែរទៅជាឲ្យកូនបានសេចក្តីសុខដែលអ្នកដទៃអាចទទួលការជួយរបស់កូនបាននេះក៏ជាគុណសម្បត្តិរបស់អ្នកដែលក្រីក្រលំបាកនឹងហើយដែលអាចឲ្យកូនបំពេញទានបារមីក៏បានដូចជាការបំពេញទានរបស់ព្រះបរមពុរិស័ទគឺព្រះបរមពុរិស័ទនឹងអរគុណស្មោមនឹងអរគុណអ្នកអត់អ្នកឃ្លានអ្នកខ្វះខាតសពគ្រប់នឹងដែលជួយឲ្យព្រះអង្គបានបំពេញបារមីសម្រាប់ជាព្រះសម្មាសម្ពុទ្ធនោះល្អឬមិនល្អគេមិនបានវាស់គ្នាដោយមានដោយក្រនោះទេនោះល្អឬមិនល្អគេវាស់គ្នាដោយទឹកចិត្តទេណាកូនវាស់ទៅដោយការប្រព្រឹត្ត
ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនឹងឲ្យបានត្រឹមត្រូវទើបនាំមកនៅសេចក្តីសុខចូលកូនពិចារណានៅកំណាព្យខាងក្រោមនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមាសឪពុកចូលកុំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់ពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែការប្រព្រឹត្តមិនល្អរបស់កូនចូលកូនកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បានចង់រស់នឹងឲ្យអូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យនោះឡើយឲ្យសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនថែរក្សាខ្លួនមនុស្សគឺជាសត្វដ៏ពិសេសដែលអាចកសាងខ្លួនបានឲ្យបានជាទីគោរពនៃទេវតាទាំងឡាយទៀតផងកូនម៉ែឪពុកបើកូនស្រឡាញ់ម៉ែឪនឹងកាលដែលកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏យ៉ាងក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់នៅពាក្យទាំងអស់នេះដល់កូន1ចូលកូនចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀតហើយកូនពិចារណាក្នុងសេចក្តីហ្នឹងចូលកូនកុំរើសយកនៅរបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយកកូនត្រូវកុំក្រោតខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះកូនត្រូវដឹងថាក្នុងโลกនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកត្រឡប់មកវិញមាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ចំណែកចំណេះវិជ្ជាវិញនោះរឹតតែប្រើរឹតតែចម្រើនកូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេត្តាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូនកូនចូលធ្វើអ្វីគ្រប់យ៉ាងដោយសុចរិតកាលបើសុចរិតកូនក៏មានចិត្តស្អាតតែបើកូនប្រព្រឹត្តទុច្ចរិតវិញចិត្តរមែងសៅហ្មងទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ចំបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខអ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវបានគឺជាការសាងមិត្តរមែងរុងរឿងដូចជាព្រះមហោសថបើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយបានដោយងាយផងដែរតែបើកូនបោកបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយលំបាកដែរ
កូនគួរចាំនៅអ្វីដែលគួរចាំគួរភ្លេចនៅអ្វីដែលគួរភ្លេចបើមិនចាំបាច់ទេក៏មិនចាំបាច់គិតទៅនោះឡើយបើថាជាប្រយោជន៍ហើយក៏គិតឲ្យបានសម្រេចទៅដូច្នេះកូនត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើតាមក្រោយនឹងផងដែរបើសិនបើកូនដួលព្រោះការឈានដើរទៅមុខវាប្រសើរជាងកូនដែលឈរនៅត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងត្រូវដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីអត់ធន់តស៊ូមិនថាជាមនុស្សឬជាសត្វសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទួនភ្លន់កូនមេឪពុកក៏ដូចគ្នាដែរគួរតែនិយាយពាក្យទួនភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃមកវិញកាលបើកូនទួនភ្លន់ដាក់អ្នកដទៃក៏ទួនភ្លន់ដាក់កូនវិញដែរកូនត្រូវធ្វើឲ្យបានជាទម្លាប់ក្នុងជីវិតជារង្វាន់ដែលកូនផ្ដល់ប្រគល់ឲ្យខ្លួនឯងយ៉ាងក្រៃលែងកូនក៏សប្បាយចិត្តភ្លេចអ្វីភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខូចខ្លួនជាមនុស្សគឺកុំឲ្យកូនជាមនុស្សខូចនឹងឯងការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តកូនខ្លួនឯងផងតើឲ្យអ្នកដទៃធ្វើអ្វីពេញចិត្តយើងបានរហូតទៅនោះយ៉ាងម៉េចទៅកាលដែលកូនគិតឃើញដូច្នេះហើយកូនក៏បន្ធូរបន្ថយនៅការខឹងក្រោធជាមួយនឹងអ្នកដទៃព្រោះនោះយើងផ្សេងគ្នាចិត្តវិញ្ញាណផ្សេងគ្នាការសន្សំសន្តានផ្សេងគ្នាវិបាកកម្មក៏ផ្សេងគ្នាអ្វីដែលត្រូវគៀបសង្កត់វិតរស់នៅចិត្តសន្តាននឹងទៅតាមសភាពការបច្ចុប្បន្ននោះដូច្នេះកូនត្រូវរៀនឲ្យបានយល់ដឹងសេចក្តីពិតចំពោះអ្វីគ្រប់យ៉ាងដែលជាសភាវៈពិតជាធម្មជាតិនោះឯងដែលណានាក៏មិនអាចចេះតែចង់បានឲ្យដូចចិត្តរបស់ខ្លួននោះទេចាំបាច់និយាយថ្មីថានឹងផ្ដល់ប្រគល់មកឲ្យយើងពេញចិត្តទៅគ្រប់រឿងសំបីតែឲ្យដល់ខ្លួនគាត់នឹងមិនទាំងបានផងដូច្នេះកូនត្រូវយល់ហើយសង្ឃឹមលើការប្រព្រឹត្តរបស់ខ្លួនផ្ដល់ប្រគល់អ្វីល្អឲ្យដល់ខ្លួនឯងឲ្យសប្បាយចិត្តខ្លួនឯងទៅកុំចេះតែសង្ឃឹមចង់បានពីអ្នកដទៃនាំឲ្យកូនកើតទុក្ខនៅពេលដែលខកចិត្តនឹងឯងកូនមេឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវទទួលយ៉ាងនោះប៉ុន្តែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកឱកាសនោះមកកសាងខ្លួនឬយកមកកែប្រែខ្លួននោះឯងមកហើយធម្មជាតិក៏ប្រព្រឹត្តទៅតាមកម្មគឺការប្រព្រឹត្តរៀងខ្លួននឹងទៅកូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះនៅក្នុងโลกនេះមិនមាននរណាជាទីពឹងរបស់កូនក្រៅតែពីកូនខ្លួនឯងទេដែលនឹងត្រូវជួយឲ្យគ្រប់គ្នាបានរួចផុតចាកទុក្ខហ្នឹងគឺត្រូវពឹងខ្លួនឯងហ្នឹងកូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ចិត្តខ្លួនឯងបានជាចវាយនាយលើចិត្តខ្លួនឯងមិនមែនមានតណ្ហាឬការខឹងក្រោធនឹងមកជាចវាយនាយគ្រប់គ្រងចិត្តនោះទេកូនកើតមកជាមនុស្សហើយត្រូវជាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុត
ព្រោះកូនមិនងាយបានជួបនៅឱកាសដ៏ល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិល